Hello តាជាហៅសួស្តីអ្នកទាំងអស់គ្នានៅក្នុងពេលវេលាឱកាសនេះលាស៊ឺបានបង្រៀនភាសាចិនទៀតហើយចេញវីដេអូដែលបានសរសេរឬក៏បញ្យលសៀកសឹងទាំងអស់ឥឡូវចាប់ពីបង្រៀនថ្ងៃនេះអញ្ចឹងសៀកសឹងទាំងអស់ដែលយើងរៀនចាប់ពីមេរៀនទី1មកដល់មេរៀនទី5ហើយអញ្ចឹងសៀកសឹងទាំងអស់ដែលត្រូវការសិក្សាជាថ្ងៃខែឬក៏ឆ្នាំឬក៏ថ្ងៃអីហ្នឹងឥឡូវថ្ងៃនេះเราស៊ឺបង្រៀនខែអញ្ចឹងចាប់ពីខែ1ដល់ខែ1ដល់ខែ12យើងអានថាម៉េចភាសាចិនអញ្ចឹងសៀកសឹងទាំងអស់យើងស្ដាប់តាមលាស៊ឺទាំងអស់ហើយមើលតាមលាស៊ឺទៅហើយនឹងសរសេរតាមកត់ដាក់សៀវភៅអាសាសរសេរអាសាកត់អាសាចំណាំអញ្ចឹងទៅហើយយើងនឹងអាចយល់អាចឆាប់ចាំអាចឆាប់ចេះតែកាលណាសៀកសឹងមិនរៀនមិនទន្ទិញមិនកត់មិនចំណាំទេមិនងាយចេះទេភាសាចិនត្រូវការចងចាំហើយត្រូវការសរសេរដល់ពេលអញ្ចឹងទៅយើងនឹងអាចឆាប់ចេះបានហើយអញ្ចឹងសៀកសឹងទាំងអស់សិក្សាតាមលាស៊ឺហើយអានតាមលាស៊ឺទាំងអស់គ្នាទីឧខមេរៀនទី5សឹងឈើពាក្យថ្មីអ៊ីយៈខែមករាយៈខែកុម្ភៈសានយៈខែមិនិនាសឹកយៈខែមេសាឧយៈខែឧសភាលាវយៈខែមិថុនាឈីយៈខែកក្កដាបាយៈខែសីហាជាវយៈខែកញ្ញាសឺយៈខែតុលាសឺអ៊ីយៈខែវិច្ឆិកាសឺយៈខែធ្នូអញ្ចឹងសៀកសឹងទាំងអស់ចាប់ពីខែ1ដល់ខែ12យើងអានចាប់ពីយើងដឹងហើយថាខែ1ខែ12នេះអ៊ីសានសឺអូលាវឈីណាប៉ាជាវសឺសឺអ៊ីសឺអញ្ចឹងមានទៅដល់ខែ12អញ្ចឹងមានដល់ខែ12ហ្នឹងសៀកសឹងទាំងអស់បើខែខ្មែរយើងគេអានតាមរបៀបអានតាមអក្សរខ្មែរមិនខែ1ខែ2ដូចភាសាចិនទេណាភាសាចិនយើងដាក់លេខ1លេខ2ដល់លេខ12អញ្ចឹងទៅអាហ្នឹងកំណត់ថាទៅដល់ខែ12ហើយសំដៅខ្មែរយើងវិញគឺខែមករាខែកុម្ភៈខែមិនិនាខែមេសាអញ្ចឹងទៅណាពាក្យពេចន៍របស់ខ្មែរយើងអត់មានដាក់ខែ1ខែ2ខែ3ខែ4អីទេណាហ្នឹងយើងរៀនទៅតាមខែភាសាចិនទាំងអស់គ្នាតែយើងចាប់ចាំឥឡូវអានតាមសៀកសឹងម្ដងទៀតយើងចេះទាំងអស់គ្នាអ៊ីយៈខែមករាយៈខែកុម្ភៈសានយៈខែមិនិនាសឺយៈខែមេសាឧយៈខែឧសភាលាវយៈខែមិថុនាឈីយៈខែកក្កដាបាយៈខែសីហាជាវយៈខែកញ្ញាសឺយៈខែតុលាសឺអ៊ីយៈខែវិច្ឆិកាសឺយៈខែធ្នូអញ្ចឹងសៀកសឹងទាំងអស់សិក្សាតាមវីដេអូលាស៊ឺទៅរបៀបខែ1ដល់ខែ12អញ្ចឹងបានពាក្យពេចន៍ថ្មីទៀតហើយពាក្យពេចន៍ថ្មីនេះទៀតសោតអញ្ចឹងលាស៊ឺសូមសិក្សាទៅហើយយើងចេះដឹងនៅភាសាចិនក្នុងថ្ងៃខែទាំងអស់គ្នាចៃជា